បាទសូមគោរពជំរាបសួរដល់សម្ដេចលោកអញ្ញានិងលោកយាយលោកតាអ៊ំពូមីងមៀយុវជនលោកវនារីបាទលោកឪពុកអ្នកម្ដាយថ្ងៃនេះជួបជាមួយខ្ញុំបាទហាសនាមផ្លូវចាស់ទៀតហើយថ្ងៃនេះខ្ញុំបាទនឹងពំនាំយករឿងរ៉ាវពីអតីតកាលមួយកន្លែងទៀតហើយគឺនៅខាងក្រោយខ្នងរបស់ខ្ញុំនេះគឺប្រវត្តិភូមិចាស់របស់លោកយាយខាន់និងតាអ៊ីបាទមុននឹងចូលដល់បាទសាច់រឿងខ្ញុំបាទក៏សូមខន្តីអធិស្ឋានទុកជាមុនក្រែងខ្ញុំនិយាយតោមានលើសលោកខ្វះខាតដោយប្រការណាមួយពីព្រោះរឿងរ៉ាវនេះគឺជារឿងរ៉ាវដ៏យូរលង់ណាស់មកហើយតែខ្ញុំចង់យកបាទមកប្រាប់ដល់លោកឪពុកអ្នកម្ដាយលោកយាយលោកតាបងប្អូនមីទាំងអស់ឲ្យបានដឹងពីប្រវត្តិភូមិចាស់របស់លោកយាយខាន់និងតាអ៊ីបាទហើយមុននឹងខ្ញុំចូលដល់សាច់រឿងទៀតខ្ញុំបាទក៏សូមខន្តីអធិស្ឋានដល់ម្ចាស់ទឹកម្ចាស់ដីដែលលោកនៅថេរសាឬក៏ពពួកអមនុស្សទាំងឡាយដែលថេរសានៅភូមិចាស់នេះបើមិនជាខ្ញុំនិយាយទៅលើលោកខ្វះខាតក្នុងកន្លែងណាមួយក៏មកប្រកែប្រកាន់អីពីព្រោះគោលបំណងរបស់ខ្ញុំអត់ចង់មកធ្វើអាក្រក់អីទេគ្រាន់តែចង់យករឿងរ៉ាវពីអតីតកាលហ្នឹងយកមកធ្វើជាវីដេអូចែកជូនដល់ពុកម៉ែបងប្អូនឲ្យបានស្គាល់ឲ្យបានដឹងពីប្រវត្តិកន្លែងនីមួយៗទៅកន្លែងនោះវាកើតឡើងតាំងពីពេលណាហើយដោយសារអ្វីហើយទៅកន្លែងនេះជាប់ឈ្មោះអញ្ចឹងហ្នឹងដោយសារអីមានប្រវត្តិរឿងរ៉ាវបាទពីអតីតកាលជាច្រើនមានកន្លែងផ្សេងគ្នាតែថ្ងៃនេះខ្ញុំបាទនាំអារម្មណ៍ពុកម៉ែបងប្អូនមកដឹងពីកន្លែងបាទក្រោយខ្នងរបស់ខ្ញុំនេះគឺភូមិចាស់របស់លោកយាយខាន់តាអ៊ីបាទឥឡូវពុកម៉ែបងប្អូនយើងចូលដល់សាច់រឿងទាំងអស់គ្នាបាទកាលពីដើមឡើយពុកម៉ែបងប្អូនបាទគឺជាយូរលង់ណាស់មកហើយដែរអ្វីដែលខ្ញុំដឹងនេះគឺខ្ញុំដឹងពីលោកយាយរបស់ខ្ញុំហើយពេលដែលខ្ញុំកើតមកហ្នឹងគឺខ្ញុំនៅតូចដែរហើយលោកយាយរបស់ខ្ញុំនេះក៏គាត់ធ្លាប់នាំខ្ញុំមកដល់កន្លែងហ្នឹងដែរបងប្អូនឥឡូវគឺទីខ្ញុំអាយុ40ឆ្នាំជាងហើយឥឡូវពេលនេះគឺរឿងរ៉ាវនោះវាយូរបងប្អូនបើអញ្ចឹងបើមិនតែខ្ញុំនិយាយទៅមានការបាទរៀងតាក់រៀងអាក់អីក៏សូមកាន់តែអធិស្ឋានដល់ពុកម៉ែបងប្អូនអ្នកទស្សនាផងអ្នកស្ដាប់ផងពីព្រោះរឿងរ៉ាវនោះវាយូរពេកអញ្ចឹងហើយខ្ញុំអត់អាចបាទនិយាយទៅរុយពីព្រោះអីយើងរឿងរ៉ាវវាយូរហើយយើងស្ដាប់គាត់ប្រាប់យើងដូចនិយាយរបស់ខ្ញុំទៅគាត់បានប្រាប់នោះយើងវារៀងផ្លេចខ្លាចខ្លះបើអញ្ចឹងទោះបីជាខ្ញុំមិនបានបកស្រាយលម្អិតបាទតែក៏ខ្ញុំនិយាយឲ្យបងប្អូនឲ្យលោកឪពុកអ្នកម្ដាយលោកយាយលោកតាបានស្គាល់ច្បាស់ថាប្រវត្តិភូមិចាស់របស់លោកយាយខាន់និងតាអ៊ីនេះវាមានរឿងរ៉ាវដូចម្ដេចហើយវាមានរឿងរន្ធត់អ្វីខ្លះហើយហេតុអ្វីបានមកដល់សពថ្ងៃនេះបាទគឺក្នុងព្រៃនេះគឺអត់មានអ្នកណាហ៊ានកាប់ឆ្កាតើដោយសារអីតាំងបាទគឺនៅមានចៅរបស់គាត់រងហើយគាត់នៅទីថាមានឈ្មោះជាម្ចាស់ដីនឹងតាំងពីអត់ពីលោកយាយខាន់និងតាអ៊ីទៅមានកូនរបស់គាត់តែដល់ពេលកូនរបស់គាត់នឹងបានចែកឋានទៅហើយនៅរងហើយធ្លាក់មកនៅជាចៅនៅដល់ចៅរបស់គាត់អ្វីដែលខ្ញុំដឹងនេះគឺដោយចៅរបស់គាត់នឹងគាត់ស្គាល់ខ្ញុំគាត់នៅចិត្តខ្ញុំតែហេតុអ្វីបានជាទុកព្រៃនឹងឲ្យនៅអញ្ចឹងហើយភូមិនឹងទៅជាព្រៃធំឲ្យនៅមានដើមស្វាយធំមិនក៏សម័យនេះហើយមិនបានយើងមិនកាប់ឆ្កាមិនក៏យើងមិនឈូសឆាយឲ្យវាដើម្បីយើងធ្វើជាស្រែធ្វើជាអីបាទយើងទុកឲ្យព្រៃអញ្ចឹងវាមានរឿងរ៉ាវអាត់កំបាំងមានរឿងរ៉ាវដ៏រន្ធត់អញ្ចឹងហើយបានអត់ហ៊ានបាទកាប់អត់ហ៊ានឆ្កាអញ្ចឹងហើយតើសាច់រឿងហ្នឹងវារន្ធត់របៀបមួយទៀតលោកខ្ញុំនឹងរៀបរាប់លម្អិតក្នុងវីដេអូហ្នឹងហើយខ្ញុំបាទនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅចូលទៅក្នុងបន្តិចដើម្បីយើងចាប់យករូបភាពហើយនឹងយើងបាននិយាយរៀបរាប់ពីជីវប្រវត្តិនៃរឿងរ៉ាវរបស់ភូមិចាស់របស់និយាយខាន់និងតាអ៊ីទាំងអស់គ្នាបាទឥឡូវយើងចូលទៅក្នុងទាំងអស់គ្នាបងប្អូនបាទឥឡូវចូលដល់សាច់រឿងយើងហើយពុកម៉ែបងប្អូនបាទប្រវត្តិនៃជីវៈបាទភូមិយាយខាន់តាអ៊ីនេះបងប្អូនបាទខ្ញុំនឹងរៀបរាប់ក្នុងវីដេអូនេះឲ្យចប់សេចក្តីពីដើមឡើយបណ្ដោយបងប្អូនកាលពីដើមឡើយគឺមានលោកយាយម្នាក់គាត់ឈ្មោះយាយខាន់ហើយនឹងប្តីរបស់គាត់ស្វាមីរបស់គាត់នឹងគឺគាត់ឈ្មោះតាអ៊ីគាត់បានមកនៅរស់នៅនេះតាំងពីចំនួនណាទេបងប្អូនអើយបើអ្វីដែលខ្ញុំដឹងពីយាយខ្ញុំបាត់ហើយរងថ្ងៃសូម្បីតែចៅរបស់គាត់នឹងអាយុឡើងបាទចូលជិត50ឆ្នាំហើយបងប្អូនចៅរបស់គាត់នឹងវាជួល50បាទអ្វីដែលខ្ញុំបានស្គាល់គាត់នឹងហើយខ្ញុំនឹងរៀបរាប់បញ្ជាក់ក្នុងរឿងរ៉ាវបាទដែលឈ្មោះ
ភូមិយាយខណ្ឌតាអ៊ីនេះថាហេតុអ្វីបានជាភូមិនឹងនៅដល់សពថ្ងៃហើយនៅមានព្រៃមានអីមិនក៏អត់មានគេកាប់ឆ្ការបាទគឺមូលហេតុពួកម៉ែបងប្អូនបាទគឺដោយសារសាច់រឿងកាលពីដើមឡើយហ្នឹងគឺយាយខណ្ឌហើយនឹងតាអ៊ីហ្នឹងគាត់បានមកធ្វើបាទសម័យហ្នឹងបងប្អូនមិនមែនជាផ្ទះទេដូចជាលក្ខណៈខ្ទមអញ្ចឹងតែគាត់និយាយថាគាត់មកនៅក្នុងភូមិនេះគាត់នៅបានច្រើនឆ្នាំមកបងប្អូនគឺគាត់នៅគាត់មានជាកូនមានជាអីដែរតែដោយសារកូនគាត់ហ្នឹងពេលណាដែលយើងសម័យនេះទៅគង់គាត់ទៅនៅឯស្រុកនៅអីចឹងបងប្អូនព្រោះនៅកន្លែងនេះវានៅឆ្ងាយពីភូមិអ្នកស្រុកដែរហើយកាលសម័យនោះគឺគាត់មកនៅកន្លែងដែលភូមិនេះហ្នឹងគឺគាត់ប្រកបមុខរបរគឺគាត់ធ្វើស្រែធ្វើចំការយើងធម្មតាហ្នឹងបងប្អូនពេលណាដែលគាត់ធ្វើស្រែធ្វើចំការគាត់បានរស់នៅបាទជាច្រើនឆ្នាំមានជាកូនពូនជាចៅមកគឺគាត់បានបាទធ្វើស្រែធ្វើអីទៅដល់ពេលដល់រដូវកាលស្រូវទុំចំនួនហ្នឹងសបូរសัตว์ព្រៃហ៎បងប្អូនសត្វព្រៃដូចជាជ្រូកដូចជាអីហ្នឹងគឺវាមកស៊ីស្រូវស៊ីអីចឹងទៅក៏ជាពិសេសបាទគឺស្វាមីរបស់គាត់តាអ៊ីហ្នឹងគឺគាត់ជំនាញរឿងធ្វើធ្នូធ្វើស្នាដើម្បីគាត់បាទបរបាញ់សត្វព្រៃហ្នឹងបងប្អូនហើយដោយសារគាត់ខឹងចម្បាជាមួយបាទសត្វជ្រូកដែលតែងតែមកស៊ីស្រូវរបស់ស្រូវគាត់ហ្នឹងពេលអាស្រូវទុំហ្នឹងបងប្អូនក៏គាត់ហ្នឹងបាទបានធ្វើជាបាទស្នាចំនួនហ្នឹងស្នាបងប្អូនហើយអ្វីដែលខ្ញុំដឹងពីយាយខ្ញុំទៀតគឺស្នារបស់គាត់ហ្នឹងជាពិសេសបាទគឺក្របស្នាដែលគាត់ធ្វើព្រួយហ្នឹងគាត់បានយកប្រភេទដូចជាក្បាលបាទសត្វអសេរពឹសដូចជាក្បាលពស់វែកបាទអីហ្នឹងបាទសូមអធិស្ឋានផងគាត់បានយកមកត្រាំបាទក្នុងព្រួយរបស់គាត់ហ្នឹងគឺមុខព្រួយរបស់គាត់ហ្នឹងពេលដែលគាត់បាញ់ចំសัตว์ទៅវាចុកបងប្អូនគឺវាចុកវាបើវាមានជាតិពឹសនៅក្នុងហ្នឹងបាទហើយពេលណាដែលគាត់ចាំបាញ់សัตว์បងប្អូនគឺនេះគឺគាត់ឡើងលើដើមស្វាយនេះបងប្អូននេះគាត់ឡើងចាំលើដើមស្វាយហ្នឹងបាទដល់ពេលគាត់ចាំលើដើមស្វាយហ្នឹងមកដល់ពេលយប់ឡើងជ្រូកវាចូលមកស៊ីស្រូវហ្នឹងក៏គាត់យកស្នារបស់គាត់ហ្នឹងបងប្អូនខ្លះលោកយាយលោកតាអ៊ំពូមីងដែលគាត់កើតសម័យមុនហ្នឹងពេលគាត់ស្គាល់ហើយเขาស្នាសម្រាប់បាញ់សัตว์បាញ់អីហ្នឹងបងប្អូនតែគាត់ថាសម័យនេះវាលែងមានហើយក្មេងៗក្រោយៗប្រហែលជាគាត់អត់ស្គាល់ទេគាត់ឡើងលើដើមស្វាយហ្នឹងបងប្អូនគាត់ចាំបាញ់ក្នុងមួយយប់យងកាលក៏បាញ់បាន2 3ជ្រូកបងប្អូនហើយកន្លែងនេះក៏ជាកន្លែងមួយដែលគេថាដូចពាក្យចាស់ដឹងគេហៅច្រាបបងប្អូនច្រាបឡងបាទគឺមានច្រាបមានអីហ្នឹងទៅឧបមាថាជួនកាលបើខ្ញុំឮលោកយាយខ្ញុំនិយាយពេលណាដែលសត្វជ្រូកសត្វអីវាចូលមកស៊ីស្រូវបងប្អូនគឺអត់ឃើញជ្រូកទេឃើញជាមនុស្សដើរមកហៅតាអ៊ីហ្នឹងហៅថាងបងប្អូននៅឯភូមិនោះគាត់ឈឺគាត់អីចឹងចង់តាមយកទៅដែលផ្ទះទៅអីពីព្រោះតាអ៊ីហ្នឹងគាត់ចេះស្ដោះចេះអីចឹងសម័យហ្នឹងបងប្អូនដល់ពេលអញ្ចឹងតែគាត់ក៏អត់ជឿទេហើយកាន់ភ្លើងចន្លោះចំណោះហ្នឹងគឺយើងអត់តមានភ្លើងទូរស័ព្ទភ្លើងពិលភ្លើងកែវអីទេបងប្អូនគឺយើងនៅប្រើចន្លោះឃើញកាន់ចន្លោះមកចឹងមកហៅតាអ៊ីហ្នឹងចឹងដល់ពេលគាត់ដឹងហ៎បងប្អូនគាត់អត់ចុះទេហៅតាហៅតាអ៊ីច្បាស់ចេះចឹងបន្ទាប់មកទៀតគាត់ដែលអត់ឆ្លើយចឹងវាចេះតែមកជិតឡើងចឹងគាត់ដឹងហ៎បងប្អូនដឹងគាត់ទាញស្នាមកគាត់បាញ់ទៅត្រូវដល់ពេលដាច់ខ្យល់មិនមែនមនុស្សទេបងប្អូនគឺជ្រូកហើយជ្រូកហ្នឹងមិនមែនអាជ្រូកយើងតូចទេបងប្អូនរបៀបថាប្រភេទជ្រូកដែលមានខ្នាយតាន់មានអីចង្គមវែងហ្នឹងបងប្អូនគឺថ្មិញវាវែងហើយជ្រូកសឹងថា100គីឡូឡើងអីគឺគាត់ឡើងនៅលើដើមស្វាយហ្នឹងបងប្អូនគាត់ឡើងចាំលើដើមស្វាយហ្នឹងអញ្ចឹងហើយបាទបានជាគាត់បាទជាស្រ័យបន្តិចបានជាដើមស្វាយហ្នឹងនៅដល់រងថ្ងៃតែខ្ញុំនឹងបន្តសាច់រឿងបាទបន្តទៀតថាហេតុអ្វីបានជាភូមិហ្នឹងអត់មានបងប្អូនឬក៏ចៅគាត់អីមកកាប់ឆ្កាវាវាលអីបាទឥឡូវយើងចូលសាច់រឿងនឹងបន្តទៀតបងប្អូនគឺដល់ពេលអញ្ចឹងទៅក៏គាត់រកស៊ីចិញ្ចឹមជីវិតគាត់ធ្វើស្រែធ្វើអីធម្មតាដែរទេបងប្អូនតែដោយសារបាទគឺសិតតែព្រៃសិតអីចឹងទៅយប់ឡើងទៅសัตว์ជ្រូកសัตว์អីទៅវាចេញមកស៊ីស្រូវស៊ីអីចឹងបងប្អូនព្រោះសម័យហ្នឹងវាច្បួរសัตว์ព្រៃវាអត់ដូចយើងសម័យនេះទេបងប្អូនសម័យនេះវាជុំក្លែងខ្លះវាបាត់អស់ហើយបងប្អូនអើយវាទៅនៅតាមភ្នំតាមអីព្រៃលើបាទពេលណាដែលគាត់
ធ្វើស្រែធ្វើចំការចឹងទៅគាត់រស់នៅបាទគឺយូរឆ្នាំរបស់គាត់ដែរបងប្អូនតាំងពីគាត់ចាប់ផ្ដើមមកធ្វើស្រែធ្វើចំការហ្នឹងទៅហើយអ្វីដែលខ្ញុំដឹងនេះដូចខ្ញុំនិយាយចឹងបងប្អូនគឺកាលពីក្មេងខ្ញុំធ្លាប់មកដល់ជាមួយយាយខ្ញុំបាទគឺយាយខ្ញុំគាត់ធ្លាប់ដែលនាំខ្ញុំដើរមកព្រៃចឹងទៅក៏មកដល់កន្លែងភូមិបាទយាយខាន់ហើយនឹងបាទតាអ៊ីនឹងបងប្អូនបាទនេះគឺជាបាទឥឡូវយើងមើលទេសភាពមើលទិដ្ឋភាពព្រៃកន្លែងដែលភូមិមកគាត់សិនបងប្អូនបាទគួរឲ្យខ្លាចហ៎បងប្អូនអើយខ្ញុំចូលមកនេះគឺព្រឺក្បាលខ្ញាក់ប្រួយបាទនេះបងប្អូនខ្ញុំអត់ហ៊ានចូលទៅដល់ក្នុងនេះទេបងប្អូនដោយសារវាដូចជាព្រឺក្បាលហ៎បងប្អូនបងប្អូនអើយនៅដើមឈើធំធំនេះបាទហើយមានវមានអីបាទនេះបងប្អូនគាត់ឃើញវីដេអូបងប្អូនអ្នកទស្សនាក៏ប្រហែលជាមានអារម្មណ៍ថាព្រឺក្បាលដែរហើយខ្ញុំចូលមកនេះហ្នឹងបងប្អូនអើយចូលមកបាទតង់ភ័យទេដោយសារបាទចង់កោះកាយសាច់រឿងពីប្រវត្តិពីអតីតកាលយកមកចែកជូនបងប្អូនឲ្យបានស្គាល់បានដឹងរឿងតាក់ទងនឹងពីប្រវត្តិបាទចាស់ពីដើមហើយកន្លែងនីមួយវាកើតបាទដោយសារអីហើយនៅដល់សពថ្ងៃហ្នឹងព្រោះអ្វីបានជានៅដល់សពថ្ងៃហ្នឹងបាទគឺចង់បានវីដេអូអញ្ចឹងចង់យកមកឲ្យពុកម៉ែបងប្អូនបានបាទទស្សនាបាទឥឡូវយើងផ្អាកសាច់រឿងបន្តិចសិនចាំខ្ញុំបាទបញ្ចប់ពីថាព្រៃហ្នឹងនៅរបួសដល់សពថ្ងៃហ្នឹងដោយសារអ្វីបាទឥឡូវយើងមើលទេសភាពមើលព្រៃដែលក្នុងដែលភូមិរបស់តាខាន់ដែលអធិស្ឋានយាយខាន់តាអ៊ីហ្នឹងសិនបងប្អូនបាទគឺបងប្អូននោះមើលវបាទគឺមកតាំងពីលើអញ្ចឹងមកបងប្អូនអើយបាទនេះលន្ធត់ណាស់បងប្អូនអើយមើលទៅគួរឲ្យព្រឺព្រួចមែនតើបាទចុះអធិស្ឋានបងប្អូនបាទបងប្អូនអើយនេះជាដំបូកបងប្អូនដំបូកគាត់ឃើញក៏ព្រឺក្បាលដែរបងប្អូនអើយនេះបាទហើយព្រៃឈើនៅធំបងប្អូនអើយនោះបាទឥឡូវនេះខ្ញុំចាញ់ក្រៅបន្តិចហើយបងប្អូនដោយសារវារៀងព្រឺក្បាលពេកបាទពេលចូលទៅឥឡូវខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទស្សនាបាទគឺព្រៃជុំវិញបាទភូមិរបស់គាត់ហ្នឹងគឺភូមិហ្នឹងនៅធំបងប្អូនព្រៃនៅធំណាបាទចាំបន្ទាប់មកទៀតចាំខ្ញុំបាទបញ្ចប់នៅសាច់រឿងថាព្រៃហ្នឹងបានតែអត់មានហ៊ានកាប់ឆ្ការរបួសដល់សពថ្ងៃអុយនៅព្រៃធំហ្នឹងគឺវាមានមូលហេតុបងប្អូនបាទតែយើងក៏មកតន់បាទចូលដល់សាច់រឿងហ្នឹងគឺខ្ញុំព្រឺក្បាលពេកម្ល៉េះហើយខ្ញុំដើរចាញ់សិនបងប្អូនប្រហែលជាបាទប្រហែលជាម្ចាស់ទឹកម្ចាស់ដីគាត់ប្រកែប្រកាន់អីដឹងទេតែខ្ញុំបានសុំគាត់រួចហើយមុននឹងខ្ញុំបាទធ្វើជាវីដេអូហ្នឹងខ្ញុំសុំមុនមួយសារហើយបន្ទាប់មកក្នុងពេលដែលខ្ញុំបាននិយាយក្នុងវីដេអូនេះហ្នឹងគឺខ្ញុំបានសុំម្ដងទៀតបាទសុំម្ចាស់ទឹកម្ចាស់ដីហ្នឹងបាទជាពិសេសដួងវិញ្ញាណក្ខន្ធរបស់បាទលោកយាយខាន់ហើយនឹងតាអ៊ីហ្នឹងក៏មកប្រកែប្រកាន់បាទចៅអីចៅមកនេះគ្រាន់តែចង់បាទកោះកាយយករឿងពីអតីតតែការហ្នឹងជែកជូនដល់ពុកម៉ែបងប្អូនបានដឹងបានទស្សនាទេបាទអត់មានបំណងឲ្យអាក្រក់ទេបាទសូម្បីតែដើមត្រាចនេះបងប្អូនគឺធំមែនទែនហើយនៅខ្ពស់ឲ្យទលំបងប្អូនមើលខ្ញុំដាក់កាមេរ៉ាឲ្យទៅលើបងប្អូនទស្សនាបាទគឺខ្ពស់មែនទែនណាបងប្អូនហើយអត់មានណាហ៊ានកាប់ទេបងប្អូនអើយបាទដោយសារមានអាត់កំបាំងតែចាំបន្តិចទៀតខ្ញុំនឹងលម្អិតសាច់រឿងនឹងទៀតបងប្អូនយើងដើរមើលជុំវិញបាទភូមិរបស់គាត់សិនដើមឈើនៅធំមកបងប្អូនសូម្បីតែចៅរបស់គាត់ហ្នឹងបងប្អូនគឺពីមុនមកធ្លាប់មានអ្នកមកលួចចង់កាប់ឈើដែរបងប្អូនតែដល់ពេលចូលមកចូលអត់ចុះរបូតដល់សូម្បីតែចៅរបស់គាត់ហ្នឹងបងប្អូនក៏អត់ហ៊ានកាប់ដែរបាទបងប្អូននេះមួយដើមឈើបងប្អូនឥឡូវយើងចូលទៅនេះរៀងជ្រៅបន្តិចទៅ
ដោយសារមិញខ្ញុំចូលទៅក្នុងហ្នឹងវាព្រឺក្បាលពេកបងប្អូនដល់ហើយសូមចាញ់បន្តិចសិនចាំតិចទៀតខ្ញុំនឹងទៅបញ្ចប់សាច់រឿងថាជីវប្រវត្តិនៃរឿងរ៉ាវពីអតីតកាលភូមិចាស់របស់លោកយាយខាន់និងតាអ៊ីហ្នឹងបាទគឺព្រៃនៅដោយសារអ្វីបានជាអត់ហ៊ានមានបងប្អូនប្រជាពលរដ្ឋណាមួយឬក៏ចៅរបស់គាត់ហ្នឹងមិនក៏អត់ហ៊ានកាប់អាទុព្រៃសម័យនេះហើយទុព្រៃឲ្យនៅបាទច្រើនអញ្ចឹងហើយគៀងវាលឯបងប្អូនតែនេះជាសាច់ភូមិរបស់គាត់ណាបងប្អូននេះបាទហើយបងប្អូនមើលទៅក្នុងងឹតឈឹងអត់ហ៊ានចូលទេបងប្អូននេះព្រឹកក្បាលបាទឥឡូវយើងចេញមកខ្ញុំនឹងដើរថតមកជុំឲ្យបងប្អូនមើលដល់ឬហើយចាំតបញ្ចប់សាច់រឿងយើងបាទបងប្អូនគឺភូមិគាត់ធំមកបងប្អូនហើយបងប្អូនបើតាមតែខ្ញុំដឹងទៀតក្នុងភូមិគាត់នឹងមានកប់របស់ទៀតបងប្អូនគឺរបស់ឧបមាថាដូចរបស់បុរាណយើងពីមុនណាតែធ្លាប់មានពួកបាទអ្នកស្រូបដេកបងប្អូនដែលសម័យជឿនលឿននេះហ្នឹងគេមានប្រដាប់ស្រូបតែអត់មានណាចូលបានទេបងប្អូនអើយអត់មានណាហ៊ានមកស្រូបទេធ្លាប់ចូលមកដែរតែមកដល់បាទដឹងតែជួនកាលជក់ពោះអីចឹងទៅជួនកាលអាប្រដាប់ស្រូបហ្នឹងអត់ដំណើរកាយក៏មានដែរបងប្អូនបាទឥឡូវយើងចិត្តបានមកជុំហើយបងប្អូននៅឆ្ងាយដែរបាទហើយរឿងរ៉ាវនេះមិនមែនយើងឥឡូវនេះទេណាបងប្អូនមិនមែនត្រឹម10 20ឆ្នាំនេះទេណារឿងរ៉ាវហ្នឹងបងប្អូនគិតថាសូម្បីចៅគាត់អាយុ50ឆ្នាំហើយបងប្អូនចាប់ពី50ជាងហើយដឹងបងប្អូនហើយខ្លះហ្នឹងក៏40ជាងអីចឹងទៅហើយយើងគិតថាពីម្ដាយគាត់ហើយទៅដល់លោកយាយខាន់ហើយនឹងតាអ៊ីនឹងទៀតបាទគឺមិនមែនតិចឆ្នាំទេបងប្អូនអើយហើយយើងគិតថាសម័យនេះហើយបងប្អូនហើយអត់មានតនណាហ៊ានបាទមកកាប់ព្រៃកាប់អីបើសិនជាកន្លែងខ្លះវិញបងប្អូនអើយសម័យនេះគេបាទកាប់ឆ្កាកកាយវាលអស់ហើយតែដោយសារកន្លែងនេះហ្នឹងវាមានបាទអត់កំបាំងតែខ្ញុំបាទចាំបញ្ចប់សាច់រឿងបន្តិចទៀតបងប្អូនដូចខ្ញុំបានរៀបរាប់អញ្ចឹងដោយសារនេះហ្នឹងយើងថតពីជុំវិញភូមិបាទរបស់យាយខាន់នឹងសិនបងប្អូនហើយមើលដើមឈើបងប្អូននៅឲ្យខ្ពស់ទលំបងប្អូនអើយតាំងពីចន្ទសម័យណាទេបងប្អូននេះគង់តែរាប់រយម៉ែត្រទៅលើបងប្អូនហើយក្នុងហ្នឹងចូលទៅមិនបងប្អូនអើយព្រឺក្បាលបាទព្រឺក្បាលខ្ញាក់ហើយបញ្ជាក់បងប្អូនគឺមិនមែននៅចិត្តភូមិទេណាបងប្អូនឆ្ងាយភូមិហើយខ្ញុំមកនេះបងប្អូនអើយមកតាំងបថុយបឋានទេចឹងហើយបើសិនជាបងប្អូនបានទស្សនាវីដេអូនេះហើយបាទកុំភ្លេចជួយគាំទ្រផងពីព្រោះផ្សងព្រេងណាបងប្អូនពេលដែលយើងមកដើរធ្វើវីដេអូស្រាវជ្រាវពីជីវប្រវត្តិពីអតីតកាលហ្នឹងគឺវាបថុយមែនតែនបងប្អូនបថុយអារឿងបាទមកដល់នឹងចូលទៅនឹងជាមិនមកដល់តែជួបស្អីហើយចូលទៅនឹងវាព្រឺក្បាលវាអីនេះគឺមិនមែនដូចយើងដើរផ្សារទេបងប្អូនយើងដើរផ្សារយើងអត់មានតែសប្បាយចិត្តតែយើងចូលចេះបាទគឺព្រឺក្បាលហើយបងប្អូនអើយឥឡូវយើងបាទបានដើរចិត្តបានមកជុំហើយបងប្អូនហើយធំណាស់បងប្អូនអើយភូមិគាត់នោះបងប្អូនអើយនោះមើលច្រឡំទៅលើដើមឈើធំរាប់រយម៉ែត្រ
បាទនេះក៏មានវបាទរនាងរនងច្រើនណាបងប្អូនបាទឥឡូវយើងមកបញ្ចប់សាច់រឿងរបស់ភូមិបាទនិយាយខណ្ឌតាអ៊ីបន្តទៀតបងប្អូនបាទអ្វីដែលខ្ញុំបញ្ចប់នេះគឺខ្ញុំចង់រៀបរាប់ពីថាតើហេតុអ្វីបានជាព្រៃនេះនៅរបួសដល់សពថ្ងៃមិនក៏ចៅរបស់គាត់មិនក៏អ្នកស្រុកអ្នកភូមិមកមានណាមកហ៊ានកាប់មានណាមកហ៊ានអីព្រៃនេះហើយសូម្បីជាចៅរបស់គាត់ក៏កាប់ដែលវាទុកដល់ព្រៃរបួសដល់សពថ្ងៃតើមកពីមូលហេតុអ្វីតើវាមានរឿងអាចកំបាំងអ្វីបាទខ្ញុំនឹងលំអិតសាច់រឿងនេះឲ្យចប់ត្រឹមហ្នឹងបណ្ដោយបងប្អូនបាទកាលពីមុនមកបងប្អូនមិនមែនធ្លាប់អត់មានអ្នកមកលួចកាប់លួចអីទេគឺមានបងប្អូនគឺមានគេមកលួចកាប់តែមកកាប់អត់បានបងប្អូនដូចបាទអធិស្ឋានដល់បាទចាស់ទឹកណាដីជាពិសេសក្រែងលោតដួងវិញ្ញាណក្ខន្ធបាទរបស់ជាខណ្ឌហើយនឹងតាអ៊ីហ្នឹងគាត់នៅថេរសារបួសដល់សពថ្ងៃទេមិនដឹងបានជាអត់មានអ្នកណាហ៊ានអញ្ចឹងខ្ញុំមកខ្ញុំកាន់តែអធិស្ឋានផងក៏មកប្រកែប្រកាន់កូនចៅអីអ្វីដែលខ្ញុំមកនេះដូចខ្ញុំបញ្ជាក់ក្នុងវីដេអូអញ្ចឹងខ្ញុំអត់មានគោលបំណងអាក្រក់អីទេគឺខ្ញុំចង់មកកោះកាយយកប្រវត្តិរឿងហ្នឹងដើម្បីធ្វើជាវីដេអូចែកជូនដល់ពុកម៉ែបងប្អូនបានទស្សនាបានដឹងបាទឥឡូវយើងចូលដល់សាច់រឿងយើងបន្តទៀតបងប្អូនបានជាអត់មានអ្នកហ៊ានកាប់បាទអ្វីដែលខ្ញុំបានដឹងពីម្ដាយរបស់ខ្ញុំទៀតបន្ទាប់ពីលោកយាយគាត់បានលោកយាយរបស់ខ្ញុំគាត់បានចែកឋានហើយគឺនៅមានម្ដាយរបស់ខ្ញុំទៀតគាត់ក៏គាត់ដឹងសាច់រឿងនឹងទៀតពេលដែលខ្ញុំនៅរឿងតូចដែរហើយក៏គាត់បានដឹងច្បាស់ជាងខ្ញុំរបួសដល់ពេលខ្ញុំដឹងដល់សពថ្ងៃនេះឥឡូវខ្ញុំនិយាយមួយវាក់ពីរឿងម្ដាយខ្ញុំសិនម្ដាយខ្ញុំដែលគាត់ដឹងសិនបាទពេលណាដែលតាអ៊ីហើយនឹងយាយខាន់នឹងគាត់បានចែកឋានទៅគឺកូនរបស់គាត់នឹងអត់នៅកន្លែងភូមិនឹងទេបងប្អូនតែគាត់មកធ្វើស្រែធ្វើស្រូវអីតាមវាឡើងធម្មតាតែអត់មានអ្នកណាមកនៅនេះទេគឺតាំងពីអស់ពីបុនគាត់នឹងទៅបន្ទាប់មកទៀតពេលណាដែលអ្នកស្រុកអ្នកភូមិគាត់មានកំណត់អាក្រក់ខ្លះគាត់ដឹងថាអត់មានអ្នកណានៅហើយគូននៅឆ្ងាយគឺចង់មកលួចកាប់ឈើបងប្អូនវាកាប់ឈើធំហ្នឹងយកទៅលក់អុយឈ្មួញអីចឹងទៅតែកាប់អត់បានទេបងប្អូនខ្លះលឺនិយាយបងប្អូននិយាយព្រឺក្បាលឮថាពេលណាដែលកាប់ឧបមាថាកាប់ដើមស្វាយនេះបើកាប់មកបថោភពឃើញមកទោះឃើញចេញដូចជាឈាមអញ្ចឹងបងប្អូនតែមិនមែននេះយ៉ទេតែមើលទៅឃើញដូចឈាមអញ្ចឹងបន្ទាប់មកអ្នកដែលកាប់នោះភ័យរត់អ្នកខ្លះរត់ចូលកញ្ចប់បាយអ្នកខ្លះរត់ចូលកបិតចូលបថៅក៏មានដែរបងប្អូនសម័យហ្នឹងយើងអត់ទាន់មានម៉ាស៊ីនមិនអីកាត់អីយើងប្រើតែបថៅប្រើតែកបិតប្រើតែដឹងអីនេះរបូតទៀតបាទគឺដល់អ្វីដែលខ្ញុំដឹងបំផុតដឹងទៀតគឺកូនរបស់គាត់កូនរបស់គាត់នឹងគាត់ថាដូចអង្គវឹកនឹងគាត់ប្រាប់ខ្ញុំថាគាត់ចង់មកកាប់ឈើនឹងធ្វើផ្ទះដែរអញ្ចឹងតែគាត់គួរបំណងគាត់បរងកាប់បរងថាព្រឹកនឹងគាត់មកមានដូចថាវិញ្ញាណក្ខន្ធរបស់យាយខណ្ឌនឹងតាអ៊ីទៅបញ្យល់សពប្រាប់គាត់ចូលបញ្យល់សពប្រាប់គាត់ថាมันអាចកាប់ព្រៃនេះបានទេព្រៃនេះអត់អាចកាប់បានទេដោយសារអីគឺពេលណាដែលគាត់ចែកឋានទៅគាត់ប្រហែលជាមានពពុះអមនុស្សគាត់មកថែរក្សានៅកន្លែងនឹងគាត់មកនៅតែអញ្ចឹងហើយគាត់បញ្យល់សពប្រាប់ថាអត់អាចកាប់បានទេព្រោះអីស្រែយើងគៀងហ្នឹងគាត់ថាធ្វើធម្មតាចុះតែភូមិហ្នឹងគឺត្រូវតែទុកមិនអាចកាប់បានទេបងប្អូនអញ្ចឹងហើយចៅរបស់គាត់នឹងអត់ហ៊ានកាប់ទេបងប្អូនហើយអ្វីដែលខ្ញុំដឹងទៀតបាទខ្ញុំបាទក៏សូមខន្តីអធិស្ឋានផងបាទបើមិនប៉ះពាល់ដល់ពពុះអមនុស្សបាទកុំប្រកែកប្រកាន់កូនចៅអីខ្ញុំគាត់តែចង់បាទយករឿងរ៉ាវនេះបញ្ជាក់និងលំអិតនិងកោះកាយដើម្បីឲ្យបងប្អូនឲ្យលោកឪពុកនិងម្ដាយលោកយាយលោកតាបានដឹងពីជីវប្រវត្តិភូមិចាស់របស់និយាយខណ្ឌតាអ៊ីនេះទេបាទដើមស្វាយនេះបងប្អូនណានិយាយគឺក្បាលបាទគឺយប់ឡើងបាទបងប្អូនអ្នកស្រុកអ្នកភូមិហ្នឹងក៏តែងថាពេលដែលយប់ជាពិសេសថ្ងៃសិលបាទដូចជាថ្ងៃ8កើតពេញបឬក៏ថ្ងៃ8រួចថ្ងៃគេដាច់ហ្នឹងបាទតែងគឺភ្លើងនៅលើដើមស្វាយនេះបងប្អូននិយាយទៅគឺខ្វល់បងប្អូនខ្ញុំបាទនិយាយឲ្យបានយូរទេបាទយកបញ្ចប់វីដេអូនេះបាទគឺមានភ្លើងបងប្អូនអូយថ្ងៃជាពិសេសឲ្យថ្ងៃសិលហើយបើសិនជាអ្នកណា
មានគំនិតអាក្រក់ទៀតមិនមែនតែត្រឹមឃើញភ្លើងទេបងប្អូនឃើញអ្វីផ្សេងទៀតតែខ្ញុំអត់អាចនិយាយបានទេបងប្អូនគឺព្រឺក្បាលដោយសារមកតែឯងផងបងប្អូនបើណាក់ល្អគ្រាន់តែឃើញតែភ្លើងតែអូយថ្ងៃសិលថ្ងៃអញ្ចឹងបងប្អូនអញ្ចឹងហើយអ្វីដែលខ្ញុំដឹងពីចៅគាត់ទៀតហើយចៅគាត់នោះបានដឹងពីម្ដាយហើយម្ដាយនេះក៏គាត់ដឹងពីឪពុកម្ដាយរបស់គាត់នឹងគឺតាអ៊ីយាយខាន់ហ្នឹងគាត់ប្រាប់ថាគាត់បានកប់វត្ថុបុរាណមួយនៅកន្លែងដីផ្ទះរបស់គាត់នឹងបើសិនជាកូនរបស់គាត់នឹងធ្វើល្អយើងគំនិតយើងល្អយើងអត់ឈ្លានពានអ្នកដទៃយើងអត់ធ្វើបាបអ្នកដទៃអត់លួចឆក់លួចអីគេយើងនិយាយទៅទៀតមកត្រង់គាត់នឹងអុយរបស់តែដោយសារយ៉ាងម៉េចខ្ញុំអត់ដឹងដែរបងប្អូនពេលណាដែលកូនរបស់យាយខាន់តាអ៊ីហ្នឹងគឺរងហើយស្លាប់ដាច់ពូជអស់ហើយនៅតែចៅឯងបើសម្រាប់កូនគាត់គឺអស់តែអត់មាននរណាមួយយកកំណប់នឹងបាននេះដល់បួតដល់ចៅគាត់ទៀតគាត់ធ្លាប់អុជធូបគាត់ធ្លាប់មកអុជធូបនៅកន្លែងភូមិនេះហ្នឹងអុជធូបសុំរបស់នឹងតែគាត់ថាចៅរបស់គាត់ហ្នឹងអត់តន់បានធ្វើអំពើល្អក្នុងខ្លួននឹងគឺអត់តន់មានសេចក្តីល្អគ្រប់គ្រាន់ពេលណាអញ្ចឹងទៅក៏វាបែកធ្លាយបងប្អូនបែកធ្លាយរឿងហ្នឹងក៏ដឹងដល់ពួកគេខាងនោះគេតាក់តងគ្នាទៅគឺមានអាប្រដាប់ស្រូបយករបស់បុរាណហ្នឹងបងប្អូនគេជួលមកស្រូបក្នុងភូមិគាត់ហ្នឹងតែអត់បានទេបងប្អូនពេលដែលមកដល់ជួនកាលខ្លះមកដល់អន្តរបានជួលផងជក់ពុះគឺរឿងយើងគឺយើងកើតពីឥឡូវហ្នឹងបងប្អូនមិនមែនពីមុនមកណារឿងសម័យដែលយើងមានអាប្រដាប់ស្រូបដាប់អីហ្នឹងហើយហ្នឹងមកដល់ជក់ពុះអត់ខ្លះចូលមកអញ្ចឹងពេលគេឆ្ងល់ថាពីដើមមកពីវាអញ្ចឹងពីចុចពីវាអញ្ចឹងលឺតែដល់ពេលជួបដល់ហ្នឹងខូចពេលចេញទៅវិញលឺទៀតម្លោះហើយអត់ហ៊ានបងប្អូនដល់ពេលអញ្ចឹងគេកាយល្អអាលហើយពេលអញ្ចឹងទៅក៏លែងមានអ្នកណាហ៊ានអញ្ចឹងទៅបងប្អូនដូចធ្វើដូចអីអញ្ចឹងដូចខ្ញុំថាអញ្ចឹងមិនមែនអត់មានគេមកចង់កាប់ទេមានតែកាប់អត់បានតែហ៊ានកាប់តែហ៊ានចូលជាប់ពុះតែហ៊ានបំពេញដូចខ្ញុំថាអញ្ចឹងកាប់ពុបអញ្ចឹងឃើញហូរមកបាទគឺមិនមែនយើងតាមពិតចោទេតែពពួកណាក់ដែលអាក្រក់ប៉ងអាក្រក់ហ្នឹងពេលដែលកាប់មកគឺចេញជាឈាមតែដល់ពេលថ្ងៃណាមួយយើងដើរមកបាទថ្ងៃអីយើងសុំកន្លែងជ្រកកន្លែងអីចឹងទៅយើងចូលមកជ្រកចឹងទៅឃើញចយើងធម្មតាហ្នឹងបងប្អូនអត់មានអីទេអាហ្នឹងយើងមកក្នុងផ្លូវល្អតែបើមកក្នុងផ្លូវអាក្រក់អត់បានទេបងប្អូននេះក៏ជារឿងរ៉ាវប្រវត្តិភូមិមែនតែវាមានលីឡំជាមួយបាទគឺពពួកអមនុស្សដែលគាត់បានមកថែរក្សានៅភូមិរបស់ដែលយាយខាន់តាអ៊ីនឹងដែរហើយក៏ដួងវិញ្ញាណរបស់គាត់នឹងក៏អត់តន់ទៅណាទេមិនដឹងអ្វីមិនដឹងគឺជឿអត់ដឹងដែរបងប្អូនតែដែលបាតុហេតុដែលបញ្ជាក់ពីអត់មានអ្នកណាហ៊ានមកកាប់ឆ្ការហ្នឹងគឺដូចខ្ញុំរៀបរាប់អញ្ចឹងបងប្អូនគឺដោយសាររឿងអញ្ចឹងហើយដូចដើមស្វាយនេះអញ្ចឹងបងប្អូនជាដើមស្វាយដែលគាត់ឡើងចាំបាញ់ជ្រូកហ្នឹងហើយបាទគឺផ្ទះគាត់នៅខាងនោះយើងទៅទេទៅដល់ពេលសัตว์ព្រៃដូចជាពិសេសជ្រូកបងប្អូនដល់ពេលស្រូវទុំវាចេញមកស៊ីយប់ឡើងហើយគាត់ចាំបាញ់ទៅលើដើមស្វាយហ្នឹងបងប្អូនហើយលើដើមស្វាយដូចខ្ញុំថាចឹងមានច្រាបបងប្អូនខ្លះបើនិយាយបើលោកយាយលោកតាពីមុនមកគាត់ដឹងច្បាស់ហើយតែខ្លាចមីៗដល់ហ្នឹងច្រាបនឹងច្រាបមិនពាក្យតែច្រាបហ្នឹងមិនទេគឺវាចេញមកឃើញឧបមាថាសัตว์មកឃើញជាមនុស្សតែបើមនុស្សមកឃើញជាសัตว์វិញវាទៅជាអញ្ចឹងវិញណាបងប្អូនដោយសារកន្លែងហ្នឹងគឺតែមានច្រាបអីហើយអត់មានអ្នកណាហ៊ាននៅទេបងប្អូនអើយតាំងពីអត់ពីបុណ្យរបស់យាយខាន់តាអ៊ីហ្នឹងមកអត់មានអ្នកណាហ៊ាននៅទេបាទហើយដូចលើដើមស្វាយនេះអញ្ចឹងគឺមានយប់ឡើងមានភ្លើងមានអីបងប្អូនហើយដូចខ្ញុំអញ្ចឹងសូមអធិស្ឋាននិយាយទៅពីក្បាលណាបាទឥឡូវបាទខ្ញុំបាទក៏សូមបញ្ចប់សាច់រឿងបាទភូមិចាស់របស់យាយខាន់តាអ៊ីទេប៉ុណ្ណេះបាទបើសិនតែខ្ញុំបាទនិយាយទៅមានកំហុសឆ្គងបាទខ្វះនៅចិញ្ចនៈឬក៏និយាយទៅខុសពាក្យអក្សរខ្មែរអក្សរអីចឹងធម្មតាវាយើងនិយាយទៅវាតែមានខុសឆ្គងណាចឹងខ្ញុំបាទក៏សូមកាន់តែអធិស្ឋានដល់សម្ដេចត្រង់ឯអាដាមលោកជំទាវលោកស្រីលោកយាយលោកតាអ៊ំពូមីងមាទាំងអស់ដែលបានបាទទស្សនានិងបានស្ដាប់វីដេអូខ្ញុំនេះបើសិនជាខ្ញុំមានកំហុសឆ្គងក៏សូមកាន់តែអធិស្ឋានទុកជាមុនផងហើយបាទបើសិនជាបងប្អូនបានទស្សនាវីដេអូនេះហើយបាទពេញចិត្តបាទកុំភ្លេចបាទជួយគាំទ្រវីដេអូខ្ញុំផងខ្ញុំបាទនឹងពំនាំនឹងកោះកាយនៅយករឿងប្រវត្តិពីអតីតកាលជាច្រើនកន្លែងទៀត
យកមកប្រាប់ពុកម៉ែបងប្អូនឲ្យបានស្គាល់ថាកន្លែងហ្នឹងប្រវត្តិឈ្មោះអីហើយកើតមកដោយសារពីណាមកហើយមកនៅដល់សពថ្ងៃហ្នឹងដោយសារអ្វីវាមានរឿងហេតុអ្វីបានជាកន្លែងភូមិហ្នឹងវានៅមានដើមឈើឬក៏មានអីជាច្រើនទៀតអញ្ចឹងយកមកធ្វើជាវីដេអូបាទចែកជូនពុកម៉ែបងប្អូនបានទស្សនាបានស្ដាប់បន្តទៀតបាទខ្ញុំបាទក៏សូមបាទម្ដងទៀតសូមខន្តីអធិស្ឋានបាទដល់សម្ដេចទ្រង់អាដាមលោកស្រីលោកយាយលោកតាអុញ្ញាបាទទាំងអស់ហើយនឹងបាទជាពិសេសបាទលោកឪពុកអ្នកម្ដាយអ៊ំពូមីងមាយុវជននវនារីទាំងអស់បាទបើសិនតែមានកំហុសឆ្គងសូមខន្តីអធិស្ឋានផងហើយជួបជាមួយខ្ញុំបានវីដេអូបាទនឹងខ្ញុំបាននឹងធ្វើវីដេអូជាច្រើនទៀតមិនមែនតែវីដេអូនឹងចេះតែធ្វើទេគឺតើតែមានជីវប្រវត្តិមានឈ្មោះមានអីជារឿងរ៉ាវពីអតីតកាលដែលជាប់ចំនួនតដឹងដល់ក្មេងសពថ្ងៃហើយអ្វីដែលខ្ញុំបានដឹងកន្លែងផ្សេងទៀតខ្ញុំបាននឹងធ្វើវីដេអូបាទចែកជូនពុកម៉ែបងប្អូនបានទស្សនាបានស្ដាប់បន្តទៀតបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបញ្ចប់បាទតែមួយវីដេអូនេះទេគឺពីរឿងរ៉ាវភូមិចាស់របស់យាយខាន់និងតាអ៊ីបាទខ្ញុំបាទក៏សូមអរគុណពុកម៉ែបងប្អូនបាទសូមជម្រាបលាបាទ